ថ្ងៃវិស្វករក៏បានឈានចុះមកដល់ខ្ញុំនិងតារាហើយវិបុលកំពុងធ្វើដំណើរទៅកាន់ភូមិដាច់ស្រយាលមួយដែលមានឈ្មោះថាភូមិដំណាក់ជ្រៃដែលល្បីល្បាញដោយសាររឿងព្រេងអាថ៌កំបាំងពួកយើងធ្វើដំណើររហូតទៅដល់ការ៉ាសាំងមួយហើយពួកយើងក៏បានចូលទៅសម្រាកនៅការ៉ាសាំងមួយនោះពួកយើងក៏បានជជែកគ្នាពីនេះពីនោះហើយតារាក៏បាននិយាយថាហើយបរិយាកាសនៅទីនេះពិតជាល្អណាស់គ្នាចង់ដឹងដល់ហើយថាតើភូមិដំណាក់ជ្រៃពិតជាមានអាថ៌កំបាំងដូចគេនិយាយមែនទេខ្ញុំក៏បានតបទៅកាន់តារាវិញថានៅទីនោះគ្នាឮគេថាមានដើមជ្រៃមួយធំហើយជាទីសក្ការៈផងដែររឿងជំនឿអីគេហ្នឹងអ្នកណាជឿក៏ជឿទៅប៉ុន្តែសម្រាប់គ្នាគឺចង់ឃើញតែផ្ទាល់នឹងភ្នែកតែប៉ុណ្ណោះតាមពិតទៅវិបុលគេមិនសូវជឿនឹងជំនឿនេះប្រហែលទេតារាងាកមកមើលវិបុលហើយរួចសើចបន្តិចឯនេះមិនចេះខ្លាចអីសោះហើយវិបុលចាស់ភូមិហ្នឹងគេល្បីថាដើមជ្រៃហ្នឹងមិនមែនជាដើមឈើធម្មតាទេតែវាជាអ្នកចាំយាមផ្លូវចូលភូមិហើយគេថាបើចិត្តមិនស្អាតឬបំណងមិនល្អកុំសង្ឃឹមថាបានឃើញភូមិនេះឲ្យសោះច្បាស់ជាវង្វេងជុំវិញដើមជ្រៃនេះដល់យប់ជាមិនខានខ្ញុំបានបើកសៀវភៅប្រវត្តិដើមជ្រៃនេះមកអានតិចនៅក្នុងសៀវភៅនេះបានសរសេរថាកាលពី100ឆ្នាំមុនមានគ្រូសិល្ប៍ម្នាក់បានយករបស់ម្យ៉ាងមកបញ្ចុះនៅក្រោមឫសដើមជ្រៃមួយនេះដើម្បីការពារពីព្រាយបិសាចនិងអាបធ្មប់តាំងពីពេលនោះមកមិនមានអ្នកណាហ៊ានកាប់មែកវានិងបេះស្លឹករបស់វាឡើយវិបុលហាក់ដូចជាចាប់អារម្មណ៍ជាងមុនចុះបើរបស់ដែលគេបញ្ចុះនោះមិនមែនសម្រាប់ការពារតែសម្រាប់បង្ខាំងអ្វីមួយយ៉ាងវិញនោះឯងមើលចុះសំបីតែបក្សីក៏មិនហ៊ានហារំលងដើមជ្រៃនឹងដែរតារាបាននិយាយថាឈប់និយាយលេងទៅយើងដូចជាព្រឺសម្បល់ខ្លាំងណាស់គាត់តែស្ដាប់ឯងនិយាយពីកំណត់ហេតុចាស់នេះមកគ្នាដូចជាព្រឺក្បាលខ្លាំងហ្មងវុយពេលដែលខ្ញុំអានកំណត់ត្រានេះហើយមានអារម្មណ៍ប្លែកម្យ៉ាងដែរពួកអីមានអារម្មណ៍ថាតិចចង់ដៃចង់ជើងដែរហ្នឹងពួកឯងនេះជំនឿខ្លាំងណាស់ខ្លាចនោះខ្លាចចាំទៅដល់កន្លែងហ្នឹងដឹងគ្នាឯងវើយឥឡូវនេះគឺដល់ពេលវេលាដែលយើងត្រូវធ្វើដំណើរទៅកាន់ភូមិដាច់ស្រយាលហើយឥឡូវយើងក៏ឡែកទៅមើលលោកតាម្នាក់គឺជាលោកតាចំណាស់ដែលជាអ្នកចាំភូមិនិងថែរក្សាដើមជ្រៃនេះផងដែរលោកតាមានឈ្មោះថាលោកតាជ័យគាត់គឺជាអ្នកថែរក្សាដើមជ្រៃនិងជាអ្នកចាំភូមិផងដែរសម្រាប់នៅក្នុងភូមិមានភាពស្ងប់ស្ងាត់ប៉ុន្តែលោកតាគឺគាត់មានវ័យចំណាស់ណាស់ទៅហើយសម្រាប់គ្រួសារគាត់គឺមានតែគាត់ម្នាក់ប៉ុណ្ណោះពេលនោះអ្នកជិតខាងក៏បានដើរកាត់មុខផ្ទះគាត់ហើយក៏បានស្រែកសួរគាត់ថាលោកតាជ័យលោកតាកំពុងធ្វើអ្វីណាលោកតាមិនមែនធ្វើអ្វីទេតែឯងកំពុងទៅណាហ្នឹងខ្ញុំដើរលេងមួយទីណាលោកតារួចអ្នកជិតខាងតាជ័យដែលមានឈ្មោះថាអង្គច័ន្ទគាត់ក៏បានដើរចេញទៅបាត់ពួកយើងក៏បានធ្វើដំណើររហូតទៅដល់ព្រៃមួយហើយខណៈពេលនោះមិនដឹងជាមានរឿងអ្វីកើតឡើងឡានក៏បានឈប់ភ្លាមនៅចំនឹងដើមជ្រៃមួយវាអាចថាជាអភូតហេតុក៏បានដែរដោយសារតែយើងចង់ទៅជួបដើមជ្រៃប៉ុន្តែនៅសុកឡានក៏បានឈប់នៅកន្លែងដើមជ្រៃដែលជាទីសក្ការៈហើយបរិយាកាសនៅក្នុងព្រៃនេះប្រហែលជាស្ងប់ស្ងាត់ប៉ុន្តែស្រាប់តែមានខ្យល់បក់មកលឺខ្សឹបដូចចង់និយាយអ្វីមួយពេលនោះវិបុលបានចុះពីលើឡានទាំងមុខមាំហើយបានដើរសំដៅទៅដើមជ្រៃនោះហើយគេក៏បាននិយាយថានេះមែនទេជាដើមជ្រៃនោះមិនក៏នៅសុកបែរទៅជាឈប់នៅកណ្ដាលព្រៃហើយឈប់នៅចំដើមជ្រៃតែម្ដងវិបុលបានដើរទៅកាន់ដើមជ្រៃហើយបានលូកដៃទៅកាន់កណាត់ក្រហមហើយបានយកកណាត់ក្រហមនោះយកមកហិតគេក៏បាននិយាយថានេះជាកណាត់ចាស់ទេតាខ្ញុំក៏បានរត់ទៅខំវិបុលភ្លាមវិបុលកុំប៉ះរបស់ទីសក្ការៈបូជារបស់គេអីណាទីសក្ការៈបូជាអីគេគ្រាន់តែគ្នាយកកណាត់ក្រហមយកមកហិតហ្នឹងពេលនោះពួកយើងបានក៏លេចឃើញលោកតាម្នាក់ដែលគាត់បានលេចចេញពីគុម្ពព្រៃនោះហើយគាត់បាននិយាយមកកាន់ពួកយើងទាំងសំឡេងស្អកណែពួកអាចារ្យរបស់គេយកឲ្យស្រួលណាប្រយ័ត្នតែសងគេវិញគឺសងដល់ពិបាកវើយវិបុលក៏បានភ្ញាក់ពួកអីលោកតាបានដើរកាត់ពីក្រោយគាត់ហើយវិបុលក៏បានលន់មាត់និយាយថាលោកតាជាអ្នកណាហ្នឹងលោកតាបានតបទៅកាន់វិបុលលោកតាគឺជាអ្នកចាំដើមជ្រៃនេះហើយក៏ជាអ្នកថែរក្សាផងដែរឯងមកកន្លែងគេអត់គ្រប់គេប្រយ័ត្នទៅវើយខ្ញុំក៏បានសួរទៅកាន់លោកតាវិញលោកតាគឺជាលោកតាជ័យមែនទេដែលជាអ្នកថែរក្សាដើមជ្រៃមួយនេះលោកតាគឺជាអ្នកថែរក្សាអ្វីក៏ដោយមកកន្លែងគេត្រូវតែគោរពគេផងតារាបានដើរទៅប្រាប់វិបុលថាឯងនៅរេរធ្វើអីទៀតមិនព្រមទុកកណាត់នេះនៅកន្លែងដើមវិញទៅ
ខ្ញុំក៏បានសូមអភ័យទោសទៅកាន់លោកតាហើយក៏បាននិយាយថាលោកតាពួកខ្ញុំសូមទោសផងពួកខ្ញុំនៅក្មេងៗណាស់មិនដឹងខ្យល់អីទេពួកខ្ញុំគ្រាន់តែចង់មកកំសាន្តនៅទីនេះតែប៉ុណ្ណោះស្នាមញញឹមរបស់លោកតាគួរឲ្យខ្លាចហើយក៏បាននិយាយថាវាយូរពេកហើយអ្វីដែលអ្នកបានប៉ះពាល់វានឹងតាមអ្នកដូចស្រមោលអញ្ចឹងយប់នេះកុំងាកក្រោយឲ្យសោះទោះបីជាលឺសំឡេងហៅឈ្មោះអ្នកក៏ដោយពួកយើងភ័យពេកក៏បានជំរាបលាលោកតាហើយក៏បានឡើងឡានបន្តដំណើរទៅកាន់ផ្ទះសំណាក់ដើម្បីសម្រាកព្រោះអីពេលនេះមេជិតងងឹតហើយពេលរសៀលក៏បានចូលមកដល់ពួកយើងធ្វើដំណើរទៅដល់ផ្ទះសំណាក់មួយតារាបានទាញកាមេរ៉ាថតផ្ទះសំណាក់នេះហើយគេបាននិយាយថាផ្ទះនេះដូចជាមិនមានមនុស្សនៅយូរហើយបរិយាកាសដូចរឿងខ្មោចអីចឹងណាខ្ញុំក៏បាននិយាយទៅកាន់តារាវិញថាឯងកុំគិតអីចឹងអីតារាវិបុលឯងគួរតែយកកណាត់នោះទៅទុកនៅកន្លែងដើមវិញទៅមុននឹងមានរឿងក្នុងដៃវិបុលមានកណាត់នេះអត់ទេអញអត់ជឿរឿងអបិយជំនឿទេប្រហែលជាលោកតានោះចង់បន្លាចយើងតែប៉ុណ្ណោះខ្ញុំក៏បានតបទៅកាន់វិបុលថាចុះមុនហ្នឹងឯងថាគ្រាន់តែចង់ដឹងតែមិនបានយកមកតាមខ្លួនបែបនេះវិបុលបានតបវិញថាយើងដូចជាមិនដឹងទេយើងមានអារម្មណ៍ថាចង់យកកណាត់នេះមកតាមខ្លួនតែម្ដងតារាបានតបមកកាន់ពួកយើងថាបានហើយឈប់និយាយទៅពួកឯងអត់ហត់ទេអីតោះឥឡូវចូលសម្រាកទៅពួកយើងក៏បានឈប់ជជែកគ្នាហើយក៏បានដើរចូលផ្ទះសំណាក់ដើម្បីសម្រាកពេលយប់បានចូលមកដល់ពេលនោះខ្ញុំមានអារម្មណ៍ថាដូចមិនស្រួលក្នុងចិត្តតតែសោះតារាក៏មានអារម្មណ៍ដូចខ្ញុំដែរហើយវិបុលបានដេកលក់ទៅហើយនៅឡើយតែខ្ញុំនិងតារានៅតែភ័យមិនហ៊ានដេកទេរំពេចនោះមានខ្យល់បក់ត្រជាក់មួយបានបក់ចូលក្នុងបន្ទប់វាបង្អួចចាប់ដើមបើកលឺសូរតែផាំងតារាបានបើកកាមេរ៉ាមើលរូបថតដែលថតនៅដើមជ្រៃហើយគេបាននិយាយថាឯងមើលរូបនេះដូចជាមានស្រមោលខ្មៅឈើពីក្រោយវិបុលរាល់រូបភាពទាំងអស់ខ្ញុំភ័យស្លន់ស្លោហើយបាននិយាយថាស្លាប់ហើយនេះជាវិញ្ញាណម្ចាស់ដើមជ្រៃកំពុងតាមយើងហើយវិបុលកំពុងតែដេកនៅលើគ្រែគេបាននិយាយតិចតិចដូចជាមើលចឹងគេនិយាយថាអូយតិចណាស់មករកអញធ្វើអីហើយមានស្នាមម្រាមដៃពណ៌ខ្មៅនៅលើកញ្ចឹងកវិបុលទៀតវិបុលបានភ្ញាក់ពីដេកហើយគេបានយកកណាត់ក្រហមដែលដាក់នៅក្បែរក្បាលដំណេកនោះគេនិយាយថាអត់ទេអញអត់ជឿរឿងអបិយជំនឿទេប្រហែលជាលោកតានោះចង់បន្លាចយើងតែប៉ុណ្ណោះខ្ញុំនិងតារាស្រាប់តែឮសំឡេងមនុស្សស្រីយំខ្សឹកខ្សួលលាន់ពីចម្ងាយហើយមិនដឹងយ៉ាងម៉េចទេស្រាប់តែវិបុលសន្លប់បាត់ស្មារតីទាំងរងាញ័រតារានិងខ្ញុំសម្រេចចិត្តនាំវិបុលទៅរកលោកតាទាំងយប់អាធ្រាត្រពួកខ្ញុំសាយវិបុលទាំងលំបាក់លំបិនដើរតាមផ្លូវងងឹតស្លុបមិនយូរប៉ុន្មានពួកយើងក៏បានដើរដល់ផ្ទះលោកតាខ្ញុំក៏បាននិយាយទៅកាន់លោកតាថាលោកតាសូមជួយវិបុលផងគេឈឺខ្លាំងណាស់លោកតាក៏បាននិយាយថាអាចៅមានរឿងអីមកឆាប់ចូលផ្ទះលោកតាមករួចពួកខ្ញុំបានដាក់ឲ្យតារាដេកនៅក្នុងផ្ទះលោកតាហើយលោកតាជ័យអង្គុយផ្ទៃថ្មែកសូត្រមន្តក្មួយឯងបានប៉ះពណ៌របស់គេហើយដើមជ្រៃនោះមិនមែនជាទីសក្ការៈធម្មតាទេតែវាជាកន្លែងដែលគេបូជាជីវិតព្រលឹងវិញ្ញាណអ្នកការពារភូមិម្នាក់ដែលស្លាប់ដោយអយុត្តិធម៌តាំងពីយូរលង់ណាស់មកហើយតារាបានសួរទៅកាន់លោកតាហាលោកតាអញ្ចឹងបានន័យថាអ្នកដែលស្លាប់នោះកំពុងតែតាមវិបុលហើយមែនទេលោកតាបានតបទៅកាន់តារាថានឹងហើយអាចៅគេចង់បានរបស់គេមកវិញបើមិនយកទៅសុំកម្មាទោសមុនពន្លឺថ្ងៃទេវិបុលនឹងខ្លាចជាចំណីរបស់គេហើយពេលនោះវិបុលធ្ងោថាអូយទៅជាក់ណាស់ដៃនរណាច្បាច់កខ្ញុំលោកតាបាននិយាយទៅកាន់ពួកខ្ញុំថាអើយពេលវេលាមិនយូរទេឆាប់នាំគេទៅដើមជ្រៃភ្លាមកណ្ដាលអាធ្រាត្រពួកខ្ញុំនិងលោកតាបាននាំវិបុលត្រឡប់មកដើមជ្រៃវិញលោកតាបានរៀបចំពិធីសុំខមាទោសតូចមួយដោយមានទៀនធូបនិងគ្រឿងបូជាសាមញ្ញហើយខ្យល់បក់កាន់តែខ្លាំងទៀនធូបរលត់ម្ដងមួយលោកតាបាននិយាយថាអាចៅវិបុលចូលយកកណាត់នោះមកដាក់ចុះភ្លាមហើយសំពះសុំខមាទោសភ្លាមវិបុលញ័រដៃសឹងគ្មានកម្លាំងខ្ញុំសុំទោសសូមមេត្តាអភ័យទោសឲ្យខ្ញុំផងវិបុលបានដាក់កណាត់ក្រហមចុះស្រាប់តែមានស្រមោលខ្មៅមួយបានផុសចេញពីដើមជ្រៃហើយបានលូកដៃយ៉ាងយឺតទៅយកក្រណាត់ក្រហមនោះពួកយើងទាំងអស់គ្នាបានធ្វើសុំខមាទោសចប់រួចរាល់ហើយក៏នាំគ្នាទៅកាន់ផ្ទះលោកតាសម្រាប់ជាមួយគាត់ពេលព្រឹកព្រលឹមបានចូលមកដល់ពួកខ្ញុំទាំង3នាក់បានទៅយកឡាននៅឯផ្ទះសំណាក់ចាស់ហើយក៏ឈានជិះទៅជម្រាបលាលោកតារួចក៏ចាក់ចែងពីភូមិដំណាក់ជ្រៃទាំងភ័យខ្លាចឡានបើកចេញបានបន្តិចតារាបានមើលទៅកាន់កញ្ចក់ឡាន
ក៏បានឃើញលោកតាជ័យពាក់ក្បិនកាន់ដាវតាមពិតទៅលោកតាជ័យគឺជាលោកតាដែលបានបូជាជីវិតដោយភាពអយុត្តិធម៌តាំងពី100ឆ្នាំមុនមកម្លេះរំពេចនោះលោកតាជ័យបានរលាយម្ដងបន្តិចបាត់ស្រមោលឈឹងជំនឿមិនមែនគ្រាន់តែជាការបន្លាចឬការធ្វើឲ្យខ្លាចនោះទេតែវាជាការគោរពដល់អ្វីមួយដែលយើងមើលមិនឃើញប៉ុណ្ណោះអ្វីភាគច្រើនក៏ដោយទៅណាមកណាយើងមិនឲ្យមានការប្រមាថឬមិនគោរពអ្វីមួយនោះឡើយ